Tiếp riêng cắt to đã rụp hiệp dương cho mùi nâng chầm riêng đại dương bình chặt bát số đây bông phô nâng ạc nia chụp nhầm mà đòn tiệt đấy bà đã biết cắt to video đã chầm riêng đại dương bình chất dương chơi rơi chầm riêng á hay cả chơi rơi chầm riêng tá cái chơi rơi dọn nâu chầm riêng bát ná đói mình oi chụp nâu cầm mà xịt bạc kế nè là đôi chỉ cái đặt rai mình chơi chẳng á bà dân thầu chơi rơi nâu chầm riêng na để vô máu cứ oi chụp nâu rai mình chơi bạc kế bông phô nè bà phải chọn cái tay để đặt rai mình chớ nè hay một tiết cứ mình men tha dân thua bạp nắng ai bắt đặt copyright bị kê bán này cứ nào để chụp chẳng phần tái dân lại cái nào cầm sàn chẳng á nè bà chân đầm bay cho thua rụp hiệp dân đại cho mùi nâng chầm riêng bán bông phôn nọc nếu dân cho mà cắt là con insert á sầm hẹp bông phôn dân để thay ở toàn miến bông phôn cho mà Play Store nè cái lại download game nè bông phôn cái lại nè Play Store nè bà cho được Play Store nâng máu nè đặc nếu chực lại nè bông phôn vay biệt hà insert máu bà nè vay để insert trong máu nè đặc nếu cứ dân nè logoแบบนี้ทั้งบางคนbà nè video editor maker insert บางคนนะbà trong บางคนធ្វើការinstall មកណាបាទហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាយើង install ហើយយើងចូលមកធ្វើណានៅក្នុង insert ហ្នឹងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាបាទយើងចង់កាត់លក្ខណៈវីដេអូយកវីដេអូទៅយើងយករូបភាពយើងយករូបភាពទៅបាទអញ្ចឹងខ្ញុំកាត់រូបភាពបងប្អូនដើម្បីយកទៅដាក់ចម្រៀងយើងយករូបភាពមក photo ហ្នឹងបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងយកកន្លែង new មួយមកណាបាទចុចលើ new បន្តមកទៀតអ្នកទាំងអស់គ្នាគឺយើងធ្វើការយក background មួយសិនបាទបងប្អូនត្រូវមាន background មួយសិនណាបាទអញ្ចឹងយើងនេះខ្ញុំចុចលើ background មួយសិនបាទអញ្ចឹងខ្ញុំបានធ្វើការ background ហើយអញ្ចឹងខ្ញុំចង់ដាក់ទំហំវាសិនបងប្អូនខ្ញុំចង់ដាក់ 3.4 ណាបងប្អូនយកកន្លែង canvas កន្លែងនេះចុចកន្លែងហ្នឹងមកអញ្ចឹងបងប្អូនមើលមកជួននេះបងប្អូនជ្រើសរើសនៅទំហំបែបណាដែលបងប្អូនពេញចិត្តបាទប្រឈរក៏បានបដិក៏បានអញ្ចឹងណាបាទអញ្ចឹងខ្ញុំសុំយក 3.4 យកប្រឈរដែលខ្ញុំកាត់នេះដើម្បីយកទៅផុសនៅលើ Facebook អីចឹងណាបាទនេះយក 3.4 បាទអញ្ចឹងយើងបានធ្វើការយក 3.4 បងប្អូនវាពេញលើអេក្រង់ល្អណាស់បាទអញ្ចឹងបងប្អូនទាំងអស់គ្នាគឺយើងនេះមកបើសិនណាវាអត់ពេញបងប្អូនយកម្រាមដៃបរិយាវាមកនេះចេញចេះចេញអញ្ចឹងបងប្អូនយកម្រាមដៃខាងបរិយាចឹងមកវាប៉ិនហើយប៉ិនគ្នាណាបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងចុចគ្រីសបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងទៅយករូបមកបាទបងប្អូនមើលមកជួននេះបងប្អូនទាំងអស់គ្នាយើងយករូបណារូបរបស់យើងមើលនេះកន្លែងឃើញបូកកន្លែងនេះ PIP នេះចុចលើហ្នឹងមកអូខេអញ្ចឹងខ្ញុំសូមយករូបមួយចុះបាទខ្ញុំបានរូបមកហើយបងប្អូនទាំងអស់គ្នាគឺខ្ញុំសូមបរិយាវាធំតិចមកបងប្អូនយកមកដាក់កន្លែងណាបាទតែខ្ញុំយកមកដាក់កន្លែងនេះនេះខ្ញុំយកមកដាក់កន្លែងហ្នឹងណារីវាងធំទៅទៀតមកបាទបន្តមកទៀតបងប្អូនមើលមកជួននេះបងប្អូនយកម៉ាស់បាទអ្នកចុចម៉ាស់បងប្អូនណាបាទតមកទៀតបងប្អូនយកនេះមកបាទនេះបាទទី1នេះចុចលើនឹងមកបាទបន្តមកទៀតបងប្អូនឃើញអាកន្លែងនេះបន្តដូចពណ៌ទ្រីចេចឹងបងប្អូនបាទដូចពណ៌លាក់ចេចឹងបងប្អូនហ្នឹងហើយយើងទាញវាចុះមកក្រោមចេះមកបាទហ្នឹងហើយអញ្ចឹងយើងដាក់ទៅលើធំនេះមកបន្តមកទៀតបងប្អូនឃើញអានេះអត់នេះអាហ្នឹងធ្វើឲ្យវាមានសមោលកេនខាងបាទអញ្ចឹងបងប្អូនយកអាហ្នឹងទាញចុះមកក្រោមចេះមកនេះឃើញអត់បាទបើសិនតែយើងទាញបងប្អូនឃើញកន្លែងនេះในកន្លែងនេះអត់ស្អាតទេអញ្ចឹងបងប្អូនទាំងអស់គ្នាយកម្រាមដៃប្រូមកតូចមកបាទឬមួយក៏នេះបន្តពណ៌ទ្រីចេហ្នឹងបងប្អូនទាញទៅលើទៅបាទអូសវាទៅលើចេះអូសទៅលើអញ្ចឹងទៅឃើញលុបបាត់ទេបាទឃើញស្អាតទេឃើញបងប្អូនទាំងអស់គ្នានេះឃើញស្អាតអត់បាទអញ្ចឹងយើងយកប៉ុណ្ណឹងទៅបន្តមកយើងចុចគ្រីសបាទហើយបើសិននេះបងប្អូនខ្ញុំសូមបញ្ជាក់ម្ដងទៀតបាទបើសិនតែយើងធ្វើអត់បាត់អាហ្នឹងទេគឺអត់ស្អាតទេណាសំខាន់គឺអាហ្នឹងតែម្ដងបងប្អូនណាបាទអញ្ចឹងនៅពេលណាដែលយើងធ្វើអញ្ចឹងបាទនៅពេលណាដែលអ្នកទាំងអស់គ្នាបានធ្វើអញ្ចឹងអ្នកទាំងអស់គ្នាទាញអាហ្នឹងហើយបាទទាញហើយប៉ុន្តែវាអត់បាត់ទេអញ្ចឹងអ្នកទាំងអស់គ្នាធ្វើតាមខ្ញុំបងប្អូននេះបន្តពណ៌ទ្រីចេហ្នឹងបងប្អូនយកម្រាមដៃអញ្ចឹងកលទៅលើចេះកលទៅលើដូចខ្ញុំធ្វើបង្ហាញអញ្ចឹងកលមកហើយយើងមើលកន្លែងនោះដាច់នៅបាទបិទនៅនេះឃើញទេបាទហ្នឹងធ្វើអញ្ចឹងបងប្អូនណាបាទបន្តមកទៀតយើងចុចគ្រីសបាទអញ្ចឹងយើងសេរីពន្លឺបន្តិចទៅបងប្អូនបាទយើងមើលមកជួននេះបងប្អូនយកកន្លែងអិតចាស់ចុចលើអិតចាស់មកបងប្អូននេះសេរីអានេះមកនេះមកបាទតមកយកអានេះម្ដងមកបាទយើងសេរីមកទៀតមកបាទតែប៉ុណ្្នឹងមកបន្តមកយើងចុចគ្រីសបាទបន្តមកទៀតបងប្អូនមើលមកជួននេះ
បងប្អូនទាំងអស់គ្នាមកយកកន្លែង balance ណានេះឃើញសញ្ញាបែបនេះហេ balance ចុចលើនឹងមកបាទបន្តមកទៀតបងប្អូនមើលមកជួយនេះបងប្អូននេះអាកន្លែងនេះធ្វើឲ្យរូបរបស់យើងវាចូលទៅក្នុងសាច់ background ណាបងប្អូនបាទចូលទៅសាច់ background យ៉ាងម៉េចបងប្អូនចុចលើនឹងមួយទៅដឹងហើយនេះមើលនេះឃើញអត់វាចូលទៅសាច់ background យើងអញ្ចឹងណាបងប្អូនបាទនេះឃើញអត់អញ្ចឹងអ្នកទាំងអស់គ្នាយើងពេញចិត្តបាទនៅមួយណាបងប្អូនទាំងអស់គ្នាយើងយកមកអញ្ចឹងណាបាទនេះឃើញអត់បាទឧទាហរណ៍ថាខ្ញុំយកអានេះបង្ហាញចុះនេះអា Q នេះក៏បានអានេះក៏បានដែរស៊ីសងលើបងប្អូនយើងឯងដែលស្រឡាញ់ណានេះយើងរើសមើលតើយើងពេញចិត្តនៅមួយណាអញ្ចឹងណាបាទមួយណាក៏បានដែរបងប្អូនវាមានច្រើនអញ្ចឹងខ្ញុំយកអានេះចុះបងប្អូនយកបង្ហាញបងប្អូននេះពួកនេះបាទខ្ញុំយកអានេះបាទបន្តមកទៀតខ្ញុំចុច crease ហើយបើសិនតែយើងចង់ឲ្យវារៀងព្រាលអត់សូវច្បាស់ជាងហ្នឹងបងប្អូននេះអានេះយើងអាចសេរីបានណានេះយើងអាចសេរីចេះបានទៀតអញ្ចឹងណាបាទអញ្ចឹងខ្ញុំអត់សេរីខ្ញុំដាក់ពេញតែម្ដងបងប្អូនតោះមកយើងចុច crease មកបាទហើយបងប្អូនទាំងអស់គ្នាយើងបានរូបនឹងមកណាបាទយើងបានរូបនឹងមកហើយអញ្ចឹងយើងចម្លងរូបនឹងចេញមួយទៀតមកបាទដើម្បីធ្វើជាលក្ខណៈ style ណាបាទបងប្អូនមើលមកជួននេះបងប្អូនទាំងអស់គ្នាយកកន្លែងនេះអាខាងគេនេះយកកន្លែង copy បាទឬមួយក៏ចម្លងអង់គ្លេសគេថា copy ខ្មែរគេថាចម្លងអញ្ចឹងណាបាទចុចលើនឹងមកបាទអញ្ចឹងយើងបានចម្លងហើយណាអញ្ចឹងយើងបានចម្លងចេញហើយអ្នកទាំងអស់គ្នាបាទអញ្ចឹងយើងដាក់ឲ្យវាច្បាស់វិញបងប្អូនទាំងអស់គ្នាយើងមើលមកជួននេះបងប្អូនអូមកចេះមកបងប្អូនមកបើកកន្លែងនេះពាក្យថា value នោះចុចកន្លែង value នឹងមកបន្តមកទៀតបងប្អូនមើលមកជួននេះបងប្អូនក៏វាមកស្ដាំបន្តិចមកបងប្អូនអរគ្នាយកនេះបាទយកកន្លែង node ដល់ឲ្យវាមកតម្រង់ធម្មតាវិញឲ្យរូបរបស់យើងច្បាស់វិញណាបងប្អូនចុចលើនេះមកនេះឲ្យច្បាស់វិញហើយតមកបងប្អូនចុច crease បាទអញ្ចឹងអ្នកទាំងអស់គ្នាគឺយើងបាននេះមកហើយនេះបងប្អូនបាទរូបរបស់យើងណាយើងដាក់កាត់មកក្រោមបន្តិចមកហើយយើងបរិយតិចមកឃើញអត់បាទហ្នឹង style លក្ខណៈ style បងប្អូនចង់ style បែបម៉េចផ្សេងតាមចិត្តបងប្អូនណាខ្ញុំដាក់រូបនេះខាត់មកនេះបន្តិចបងប្អូនបាទដាក់រូបមកកាត់នេះតិចមកហើយតោះមកខ្ញុំយកនេះបាទហ្នឹងហើយបងប្អូនដាក់កន្លែងណាដែលគិតថាវាស្រស់ស្អាតណាបាទគិតថាវាល្អហើយវាស្រស់ស្អាតបងប្អូនដាក់មកខ្ញុំសេរីដាក់ទៅនេះចុះបាទអូខេអញ្ចឹងបងប្អូនទាំងអស់គ្នាយើងបានដាក់រូបយើងមកអញ្ចឹងហើយអ្នកទាំងអស់គ្នាយើងទៅសេអក្សរមកបាទចំណងជើងណាបងប្អូនឃើញអក្សរ T បាទអញ្ចឹងខ្ញុំឧទាហរណ៍ថានេះចុះខ្ញុំសេពាក្យថានឹកចុះបាទបងប្អូននេះយើងសរសេរអក្សរមកហើយអញ្ចឹងអ្នកទាំងអស់គ្នាចង់ផ្លាស់ប្ដូរ color អាចប្ដូរបានចូលកន្លែងហ្នឹងមក color ហ្នឹងមកយើងផ្លាស់ប្ដូរ color កន្លែងនេះណាមកជួនេះបាទហ្នឹងហើយយើងចង់ផ្លាស់ប្ដូរពណ៌ខ្មៅយើងចុចលើពណ៌ខ្មៅហ្នឹងមកឃើញទេវាប្ដូរឲ្យយើងហើយបាទអញ្ចឹងខ្ញុំអត់ប្ដូរទៅខ្ញុំយកដាក់ពណ៌ដដែលអញ្ចឹងណាបាទហើយមកជួនេះបងប្អូនក៏អាចស្រេបានដែរបងប្អូនមើលតាមហ្នឹងទៅបាទហ្នឹងហើយអញ្ចឹងខ្ញុំអត់ប្រាប់អីច្រើនទេបាទអញ្ចឹងបងប្អូនអរគ្នាបើសិនតែចង់ផ្លាស់ប្ដូរ font អក្សរបងប្អូនយកកន្លែង A តូច A ធំនេះបាទនេះចុចកន្លែងហ្នឹងមកបងប្អូន select លើមួយចឹងមកវានឹងផ្លាស់ប្ដូរ font អក្សរណាបាទហ្នឹងហើយអញ្ចឹងខ្ញុំចង់បានដល់ font នេះទេតមកទៀតខ្ញុំចុច crease អូខេអញ្ចឹងយើងចុចលើអក្សរហ្នឹងមកនេះប្រួយហ្នឹងយើងទាញមកចេះមកដើម្បីព្រីកវាណាបាទហើយយើងដាក់នៅកន្លែងណាយើងគិតថាស្អាតសមអញ្ចឹងណាអ្នកនរគ្នាបាទអញ្ចឹងបើសិនតែអ្នកនរគ្នាដាក់អញ្ចឹងមកបាទនេះយើងដាក់កន្លែងហ្នឹងមកឬមួយក៏ដាក់នៅលើនេះក៏បានណាបងប្អូនស្រេចលើយើងឯងដាក់លើនេះក៏បានអញ្ចឹងណាបាទអញ្ចឹងខ្ញុំសូមដាក់នៅកន្លែងនេះចុះបាទខ្ញុំដាក់នៅកន្លែងនេះចុះបាទបន្តមកទៀតខ្ញុំធ្វើការនេះមកបាទសរសេរនេះមួយទៀតមកចុចលើអក្សរ T បាទនឹកតែបងមួយចឹងទៅនឹកតែបងបាទបន្តមកខ្ញុំចុចនេះ crease បាទចាញ់ខ្ញុំយកមកដាក់កន្លែងនេះមកបាទតមកទៀតគឺខ្ញុំចុចអក្សរ T មួយទៀតមកខ្ញុំសរសេរលេខ1 style លេខ1ណាបាទហ្នឹងហើយបើលេខ1អត់ស្អាតដូចរបស់ខ្ញុំបងប្អូនអរគ្នាចុចកន្លែងនេះ A តូច A ធំយើងអាចជ្រើសរើសបាទនៅនេះបានណា font អក្សរបាទតមកយើងចុច crease បាទយើងចុចលើលេខ1ហ្នឹងមកហើយយើងបរិយាធំបន្តិចមកយើងយកមកដាក់កន្លែងណាបាទឧទាហរណ៍ថាខ្ញុំដាក់កន្លែងនេះចោះ style បងប្អូនឃើញ style លយហ៎
យើងដាក់ style បាទ style អញ្ចឹង vlog គេមើលអត់ដឹងទេណា បាទអញ្ចឹងយើងសេរីដាក់កន្លែងណាបងប្អូនអរគ្នាឧទាហរណ៍ខ្ញុំដាក់កន្លែងនេះចោះបាទតមកទៀតបងប្អូនយកនេះអក្សរហ្នឹងបងប្អូនពេលយើងធំតិចមកបងប្អូនយកមកដាក់ចេះមកឃើញអត់ដាក់ប៉ុណ្ណឹងមកតមកទៀតបងប្អូនអរគ្នានេះយើងនេះមក style ឲ្យចិត្តតិចមកណាហ្នឹងហើយយើងចង់បរិយាធំតិចក៏បានបងប្អូនចង់បរិយាធំចឹងហ្នឹងតិចក៏បានអាហ្នឹងស៊ីសងលើយើងឯងយើងចង់បានណាបាទហ្នឹងហើយស្អីលើអ្នកទាំងអស់គ្នាពេញចិត្តអូខេអញ្ចឹងយើងថាយក style លក្ខណៈបែបអញ្ចឹងចុះបងប្អូនបាទយើងយក style លក្ខណៈបែបអញ្ចឹងបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាគឺយើងនេះមកបាទយើងចុចកន្លែងនេះ save នេះមកចាំតិចទៅបងប្អូននេះបងប្អូនចុចកន្លែងនេះព្រួយនេះមកបាទតមកទៀតបងប្អូនចុចខ្វែងអញ្ចឹងយើងធ្វើតាមការណែនាំខ្ញុំប្រាប់ហ្នឹងមកគឺយើងអាចរក្សារូបនឹងទុកបានហើយបងប្អូនណាបាទបន្តមកទៀតបងប្អូនអរគ្នាយើង clear ចោលអ្នកចុច clear ចោលចឹងហើយបងប្អូនអរគ្នាយើងចូលមក insert វិញមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងចូលមកកន្លែងវីដេអូតមកទៀតយកកន្លែង new បាទអ្នករូបយើងដាក់រូបយើងចូលមកតមកទៀតបងប្អូនចុចគ្រីកន្លែងនេះមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាយើងដាក់រូបមកហើយបងប្អូនទាំងអស់គ្នាតមកយើងចុចកន្លែងនេះចុចឃើញនេះយកអា logo នឹងជីងសិនណាកុំឲ្យភ្លេចតមកចុចកន្លែង free remove បាទយើងរងចាំតិចទៅបាទយើងរងចាំនាទីហ្នឹងឲ្យដល់ចប់សិនចាំយើងចុចខ្វែងបងប្អូននាទីដល់ចប់ហើយឃើញខ្វែងកន្លែងនេះចុចលើខ្វែងបាទអញ្ចឹងយើងបាត់ទៅនៅតែរូបភាពយើងស្រស់ស្អាតទេតមកទៀតបងប្អូនចុចលើរូបភាពរបស់យើងនឹងមកបងប្អូនទាំងអស់គ្នាយើងទាញឲ្យវែងមកបាទទាញឲ្យវែងអញ្ចឹងសិនមកបាទតមកទៀតយើងអូសមកក្បាលវិញសិនដាក់វាប៉ុណ្ណឹងសិនបាទដាក់វាប៉ុណ្ណឹងសិនបន្តមកទៀតយើងអូសមកក្បាលដល់ក្បាលអញ្ចឹងហើយបងប្អូនទាំងអស់គ្នាយើងទៅ download នៅចម្រៀងសិនបងប្អូនណាបាទអញ្ចឹង download យើងចុចបិទសិនមកបងប្អូនចូលមក YouTube បាទបងប្អូនមុន download បងប្អូនត្រូវមានកម្មវិធីនេះមួយសិនណា Snap នេះបាទ Snapchat នេះបាទ Snapchat នេះយើង down នៅក្នុងនេះបងប្អូនយើង down នៅក្នុងនេះចូលមក Google មកបងប្អូនយកកន្លែង Google នេះបាទបងប្អូនចុចលើហ្នឹងមកបងប្អូនវាយមកនេះ Snapchat download 2023ហ្នឹងមកបាទអញ្ចឹងបងប្អូនទាំងអស់គ្នាគឺវានៅខាងលើគេតែម្ដងឃើញទេបាទនេះចុចលើហ្នឹងមកបាទអញ្ចឹងបងប្អូនអរគ្នាយើងចុចពាក្យថា download បាទចុចលើ download ហ្នឹងមកដោយសារខ្ញុំបាន down ហើយបានវាចេញចែកណាបងប្អូនអញ្ចឹងសម្រាប់បងប្អូនវិញគឺកាលតែចុច download ហ្នឹងគឺវា download ហើយអញ្ចឹងបងប្អូនអរគ្នារងចាំទៅវាដើរពេញកាលណាវានឹងខ្លាយទៅជា app Snap ហើយបងប្អូនណាខ្លាយទៅជា app ចែកដូចរបស់ខ្ញុំចែកណាបងប្អូនបាទប៉ុន្តែយើងកាលតែ down អាហ្នឹងណាយើងអត់ចូលមកហ្នឹងទេយើងចូលមក YouTube បងប្អូនពេលណាដែល down ហ្នឹងហើយណាបាទអញ្ចឹងបងប្អូនមើលទៅបងប្អូនដឹងហើយថាត្រូវធ្វើមិនទៀតបាទអញ្ចឹងបងប្អូនចូលមក YouTube មក YouTube របស់បងប្អូនណាបាទខ្ញុំចូលមក YouTube ចឹងចូលមក YouTube ខ្ញុំចុចកន្លែង search ចុច search មកចង់បានចម្រៀងអីគេបាទខ្ញុំចង់បានចម្រៀងនឹកបងមួយចឹងទៅខ្ញុំចុចលើហ្នឹងតមកទៀតយើងដើម្បីធ្វើឲ្យកុំឲ្យជាប់នៅកម្មសិទ្ធិបញ្ញាកុំឲ្យជាប់នៅ Right Manager របស់គេណាថាយើងមិនមែនថា down មកឲ្យវាដាច់ស្រឡះមិនឲ្យជាប់ទេគឺនៅតែជាប់ចឹងបងប្អូនណាប៉ុន្តែមិនក៏សម្រាលឲ្យយើងរៀងស្រាលដែរមិនធ្ងន់ណាបាទអញ្ចឹងបងប្អូនអរគ្នាឃើញកន្លែងចុច3កន្លែងហ្នឹងអត់ចុចកន្លែងហ្នឹងមកបាទបន្តមកទៀតបងប្អូនយកកន្លែង search filter បាទចុចលើហ្នឹងមកតមកទៀតបងប្អូនយកកន្លែង creative commons ណាបាទចុចលើហ្នឹងមកចុចលើចំកន្លែងហ្នឹងមកតមកហើយយើងយកពាក្យថា apply បាទនេះបងប្អូនអញ្ចឹងចម្រៀងទាំងអស់នេះបងប្អូនបាទយើងអាចយកបានណាហ្នឹងគេសម្រាលដូចថាមិនឲ្យវាធ្ងន់ធ្ងរណាហ្នឹងហើយមិនថាវាជាប់កម្មសិទ្ធិបញ្ញាវាជាប់នៅ Right Manager របស់គេតាមលុបតាមអីចឹងណាអានេះវាអត់ទេបាទអានេះគឺយើងបានដាក់វាយក common ហើយបាទ creative common ណាចុចលើហ្នឹងមកខ្ញុំឲ្យបងប្អូនចេះមើលបាទបងប្អូនមើលនេះឃើញកន្លែងមួតូចនេះកន្លែងនេះចុចលើមួហ្នឹងមកបាទបន្តមកបងប្អូន scroll ទៅលើទៅបងប្អូននេះនៅក្រោមគេដាក់ថា creative common បងប្អូនណាបាទចង់បងប្អូនអាចយកចម្រៀងនឹងបានហើយតដាក់លក្ខណៈកំសាន្តអីចឹងទៅដាក់នៅលើ Facebook របស់យើងផុសដាក់រូបរបស់យើងអីលេងធម្មតាចឹងណាប៉ុន្តែសូមបញ្ជាក់អត់អាចរកលុយបានទេណាបាទចង់បងប្អូនទាំងអស់គ្នាយើង download មកចុច share នេះចុចលើ share ហ្នឹងមកបាទបន្តមកទៀតបងប្អូនទាំងអស់គ្នាយើងមើលមកជួននេះបងប្អូនក៏វាមកឆ្វេងចេះមកបងប្អូនឃើញកន្លែងមួចុចលើមួបាទបន្តមកទៀតនេះ snap tube បងប្អូនចុចលើ snap tube មក
បាទបន្តមកទៀតបងប្អូនអរគ្នានេះកន្លែងនេះវាមាន MVC តូច MVC ធំបាទកន្លែងនេះវាមានវីដេអូបាទ360វាមានជាលក្ខណៈវីដេអូ720អញ្ចឹងបងប្អូនអរគ្នាយើងដោននេះគឺយើងយកតែបတ်ចម្រៀងទេយើងអត់យកវីដេអូទេអញ្ចឹងបងប្អូនយកកន្លែងនេះ Classic MP3 បងប្អូនណាយកនេះចុចគ្រីសអាហ្នឹងមួយមកដល់មកចុចនេះអាកន្លែងវត្តអាកន្លែងវាច់ add to download ណាបាទនេះចុចកន្លែងហ្នឹងមកអញ្ចឹងយើងរងចាំតិចទៅបាទរងចាំអានេះដល់ចប់តមកចុចព្រួយយើងរងចាំអានេះដល់ចប់តមកចុចខ្វែងបាទចុច download បាទអញ្ចឹងយើងរងចាំបងប្អូនណាដោយសារតែខ្ញុំបានដោនបတ်ហ្នឹងម្ដងហើយអញ្ចឹងខ្ញុំធ្វើម្ដងទៀតវាឲ្យធ្វើម្ដងទៀតបងប្អូនគ្រាន់តែចុចពាក្យថា download ហ្នឹងមកគឺវាឲ្យហើយបងប្អូនណាបាទហ្នឹងហើយអញ្ចឹងបងប្អូននេះចុចលើនេះមកយើងនឹងដឹងថាវាកំពុងតែ download ឲ្យយើងនេះឃើញចិត្តពេញនេះឃើញអត់បាទអញ្ចឹងដល់ពេលណាដែលយើងដោនពេញហើយបងប្អូនអរគុណយើងអាចចូលទៅក្នុងកម្មវិធី insert បានហើយនេះកម្មវិធី insert យើងចូលមក insert វិញមកបាទតមកទៀតដើម្បីដាក់ចម្រៀងបងប្អូនមើលមកជួននេះបងប្អូនឃើញកន្លែង music ទេចុចកន្លែងហ្នឹងមកបាទបន្តមកទៀតបងប្អូនយកកន្លែង music នេះចុចកន្លែងនេះបាទបន្តមកទៀតអ្នកទាំងអស់គ្នាគឺយើងនេះ My Music យកកណ្ដាលនេះណាបាទចុចលើហ្នឹងមកបាទនេះចម្រៀងដែលយើងបានដោនចុចលើហ្នឹងមកតមកយកពាក្យថា use បាទនេះចម្រៀងអញ្ចឹងបងប្អូនអរគ្នាយើងបានដាក់បទចម្រៀងមួយបងប្អូនអរគ្នាយើងនេះមកបាទអូសមកកតុយមកអញ្ចឹងយើងធ្វើម៉េចដាក់រូបភាពរបស់យើងហ្នឹងឲ្យស្មើនឹងចម្រៀងបាទអញ្ចឹងអ្នកទាំងអស់គ្នាយើងដាក់រូបភាពរបស់យើងហ្នឹងឲ្យស្មើនឹងចម្រៀងយើងហ្នឹងបងប្អូនចុចគ្រីសសិនមកបាទចុចគ្រីសបាទបន្តមកទៀតបងប្អូនទាំងអស់គ្នានេះរូបហ្នឹងចុចលើរូបហ្នឹងមកបាទបន្តមកបងប្អូនអូសមកកតុយហ្នឹងអូសមកនេះហូបហើយយើងអូសមកក្រោយវិញនេះបងប្អូនឃើញអត់នេះបាទអញ្ចឹងចម្រៀងយើងចំណឹងបងប្អូនណាបាទចាំបងប្អូនទាំងអស់គ្នាយើងបានដាក់ចម្រៀងដាក់រូបភាពឲ្យអស់ណាយើងបានមកបត់ហើយបងប្អូនណាបាទបើសិនតែយើងចង់សេរីអីថែមថយទៀតបងប្អូនទាំងអស់គ្នាអាចសេរីបានបងប្អូនណាបាទហ្នឹងហើយអញ្ចឹងបងប្អូនទាំងអស់គ្នាយើង save មកចុច save កន្លែងនេះចុច save កន្លែងហ្នឹងមកហើយយកពាក្យថា save ទៀតមកបាទ skip វីដេអូហ្នឹងចុចលើហ្នឹងមកតបមកចុចខ្វែងបាទអញ្ចឹងយើងរក្សានៅវីដេអូហ្នឹងទុកឲ្យចម្រៀងហ្នឹងទុកឲ្យបងប្អូនណាបាទអូខេវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាណាបងប្អូនធ្វើតាមហ្នឹងទៅបាទសូមអរគុណ